Mà dạ ní đa riêng cho ra tịch để xa ta lời ní cứ chỗ đo đời cả bon Christmas hơi chả nó tam phôm tam khai tam ấy thì mũi cứ cái tóc tay mau sát khlang mình tên mong trong tới ngày nay cứ chỉ là tay phơn nạt mật phệ đa lên đượcក្នុងទីក្រុងសរិចហើយនេះគឺជាបងវីចាគឺគាត់រស់នៅក្នុងទីក្រុងសរិចចាជាខ្មែរដូចគ្នាបងប្អូនអើយបានស្គាល់គ្នាបានជួបគ្នាចឹងទៅចេះតែស្រឡាញ់រាប់អានគ្នាចឹងណាហើយបងវីជាមនុស្សម្នាក់បកកែស្លូតត្រង់មែនតើហើយជាពិសេសនោះគឺបកកែមើលកូនហ្មងខ្ញុំតសើមែនតើបកកែមើលក្មេងមែនតើចាគាត់មានកូនទូចហើយខ្ញុំមានកូនទូចដែរដល់ពេលដើរលេងមួយគាត់ណាមែននេះសារអ្នកមើលកូនទេគឺបងវីនេះឯងអ្នកមើលក្មួយផងមើលកូនខ្លួនឯងផងហើយឲ្យតាម៉ែវានឹងដើរទៅថតទៅបានហើយលោកមកដើរនៅស៊ូរីកមកនៅយូរហើយមិនអាចបានជួបគ្នាទេទៅដើរលេងគេទៅដើរលេងមួយគ្នាគេមើលចិត្តគ្នាពេលដែលមកដល់ទីក្រុងសរិចហ្នឹងគឺយើងបានមកចូលញ៉ាំភីសាចាភីសាគេហ្នឹងឆ្ងាញ់បងប្អូនតែគ្រាន់តែតម្លៃយើងខ្ពស់បន្តិចដែរហើយក៏ដាក់ជាមួយនឹង Prosecco ម្នាក់មួយកែវហើយកូនក្មេងវិញញ៉ាំទឹកសាបញ៉ាំកូកាអីចឹងទៅញ៉ាំបដាទៅជែកគ្នាបដាគឺថាចង់1ម៉ោងជាងអីដែរចាក៏យើងនាំគ្នាញ៉ាំអីហើយក៏ចាប់ផ្ដើមដើរទៅលេងផ្សារគ្រីស្មាស់នៅក្នុងទីក្រុងសរិចតែក៏ប៉ុន្តែវីដេអូនេះកាត់រៀងច្រឡំបន្តិចបងប្អូនចាផ្សារគ្រីស្មាស់ហ្នឹងគឺខ្ញុំបោះទៅមុនបារហើយបកមកនេះតាមក្រោយវិញតែក៏បើធ្វើវីដេអូនេះផុសទី1បានត្រូវឥឡូវនេះគឺចាភីសាមកដល់ហើយមិនដែរបងប្អូនតំណងអត់បើសម្រាប់យើងអ្នកស្រុកខ្មែរប្រកាសជាគិតថាភីសាអីអញ្ចឹងមើលទៅរៀងខ្លោចប៉ុន្តែសម្រាប់ភីសានៅនេះគឺគេធ្វើអញ្ចឹងឲ្យបងប្អូនសាច់ម្សៅគឺគេធ្វើថ្មីភ្លាមចាភីសាហ្នឹងគឺមានរសជាតិជាមួយនឹងសាច់សាឡាមីហើយនឹងភីសាមួយទៀតគេហៅភីសាម៉ាការីតាអាហ្នឹងមានឈីសសុតតែម្ដងហើយរសជាតិគឺឆ្ងាញ់ណាស់បងប្អូនរសជាតិដូចយើងនៅស្រុកខ្មែរទេភីសាយើងនៅស្រុកខ្មែរនិយាយរួមទៅគ្រឿងក្រៅអីគឺដាក់ខុសពីនៅនេះហ្មងបើសិនជាសម្រាប់បងប្អូនចូលចិត្តរសជាតិនៅស្រុកខ្មែរគឺនៅខ្មែរឆ្ងាញ់តែបើសិនជាបងប្អូនដែលគាត់ធំនៅនេះគឺគាត់ចូលចិត្តញ៉ាំភីសានៅនេះជាងចាឥឡូវហ្នឹងគឺថាអង្គុយញ៉ាំបដាទៅជែកគ្នាបដាមកសតុទៅគឺដល់ម៉ោងទៅទីរៃហើយនៅពេលដែលញ៉ាំមកដល់ខ្ញុំក៏បានខ្ចប់យកទៅតាមខ្លួនផងដែរដោយសារតែស្ដាយបងប្អូនភីសាមួយហ្នឹងជាង30រៀលជាងចឹងទៅក៏ស្ដាយអត់ទុកចោលទេចាយកទៅផ្ទះទុកកដៅញ៉ាំស្អែកទៀតពួកអីមួយហ្នឹងធំដែរនិយាយរួមទៅជីវិតនៅស្រុកឯប៉ុណ្្នឹងឯងបងប្អូននៅក្រៅពីការធ្វើការទៅក៏មានការជួបជុំគ្នាជាមួយនឹងមិត្តភ័ក្តិបងប្អូនចាយូរម្ដងមិនសូវជាបានជួបអីប្រហែលទេលើកលែងតែពេលបុណ្យទានទេបើថាពេលបុណ្យទានអានោះយើងអាសាជួបមែនតែបើថាអត់មានបុណ្យទានអីទេមិនងាយទេម្នាក់រវល់ការងារចារៀងខ្លួនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នេះទេសង្ឃឹមថាបងប្អូននឹងពេញចិត្តផងដែរបើសិនជាបងប្អូនពេញចិត្តកុំភ្លេចជួយ share វីដេអូនេះ follow page ដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃអរគុណជម្រាបលា